ជំរាបសួរបងប្អូនទាំងអស់គ្នាជួបជាមួយបាត់ទៀតហើយថ្ងៃនេះអូនមកធ្វើទាកូនស៊ីឈួនហើយគេកំពុងរបីញ៉ាំម្ដងអូនពូមេងមកធ្វើជាមួយអូនទាំងអស់គ្នាបាទបងអូនពូមេងយកពងទាកូនយកមកលាងទឹករៀងរួចយកមកដុំព្រាបក្នុងឆ្នាំងរួចដាក់ទឹកចូលដើម្បីស្ងោរពូមេងដាក់ក្រឹកក្រូចសើចផងរួចបិទគម្របស្ងោរវា20នាទីរួចអូនពូមេងដាក់ខ្ទះឲ្យក្តៅដុំស៊ុបឈីឈាន់ចូលរួចក៏ដុំស៊ុបឲ្យរលាយពូមេងក៏ទៅឲ្យឈ្ងុយហើយដុំស៊ុបអស់រលាយនឹងឈ្ងុយហើយដាក់ទឹកអំពៅចូលរួចបន្ថែមទឹកបន្តិចបន្ទាប់មកអូនពូមេងដាក់ម្សៅស៊ុបចូលមួយស្លឹកភ្លាបាយបន្ទាប់មកទុកឲ្យពុះរួចដាក់ពងទាកូនដែលស្ងោររួចចូលដាក់ខ្ទះហៀពេកអូនបដូរដាក់ឆ្នាំងវិញម្ដងបន្ទាប់ពីបដូរដាក់ឆ្នាំងរួចអូនពូមេងយកវែកអមពងទាឲ្យកំពិតតិចតិចដូចក្នុងវីដេអូអញ្ចឹងមកក៏បែបហ្នឹងដើម្បីឲ្យពងទាជាមួយនឹងស៊ុបស៊ីឈាន់រួចអូនពូមេងរំងាស់វារយៈពេល30នាទីតែប៉ុណ្ណេះរួចជាការស្រេចអូនពូមេងកុំភ្លេចសាកធ្វើញ៉ាំទាំងអស់គ្នាកូនអូនពូមេងទាំងអស់គ្នាបានទស្សនាវីដេអូតាំងពីដើមរហូតដល់ចប់អូនពូមេងកុំភ្លេចជួយ follow page អូនម្នាក់មួយផងជំរាបលាអូនពូមេងទាំងអស់គ្នាជួបអូនបាត់តាមវីដេអូក្រោយបាយបាយ